បាទបងប្អូននេះជារបៀបចិញ្ចឹមជ្រូកតាមរបៀបធម្មជាតិណាបងប្អូនចំពោះអ្នកដែលមានទីធ្លាធំមានដីធំហើយយើងមិនចង់ចិញ្ចឹមដាក់ជាទ្រុងតូចទ្រុងយើងរៀបឥតចាក់សាបយើងក៏អាចចិញ្ចឹមជាទ្រុងដាក់នៅដីតាមធម្មជាតិចេះហើយប៉ុន្តែវាខុសត្រង់យើងចិញ្ចឹមរយៈពេលមុនវគ្គមុននឹងវាអត់មានរបងដាក់លួសឆក់បងប្អូនវាខុសប្លែកគ្នាត្រង់ហ្នឹងអញ្ចឹងប៉ុន្តែឥឡូវគេអាចដាក់ឆក់ចេះបានបើយើងចិញ្ចឹមពីដើមមកគឺយើងវាយតែឈើឬក៏យើងធ្វើរបងជាលួសអីបានធម្មតាប៉ុន្តែឥឡូវគេអាចធ្វើដាក់ឆក់ចេះបានបងប្អូនដើម្បីកុំឲ្យវាពេទ្រង់ចេញក្រៅវាដើរស៊ីដើរឈ្មោះតាមធម្មជាតិបងប្អូនវាស៊ីស្មៅស៊ីរឹសស្មៅអីហ្នឹងហើយពេលចាប់លក់ម្ដងពិបាកដេញចាប់ដែរបងប្អូនដូចថាវារត់ពេញនឹងចឹងទៅចាប់វាមិនងាយបានដែរវាទីធ្លាត្រង់វាធំនេះល្អមើលដែរបងប្អូនដាក់ចិញ្ចឹមតាមធម្មជាតិចេះទៅអ្នកដែលមានដីធំដីចំការធំទូលាយបើចំពោះអ្នកគ្មានដីគេរៀបធ្វើជាទ្រុងតូចហើយចំពោះពួកនេះវិញស៊ីបាយបងប្អូនស៊ីបាយខ្លាំងហើយយើងប្រក់ជាដបូលចេះឲ្យទៅវាចូលជ្រកពេលថ្ងៃក្តៅឡើងបងប្អូនប្រក់ជាដបូលចេះទៅពេលថ្ងៃឡើងវាចូលជ្រកចឹងទៅបើមានយើងមានកាយជាស្រះទឹកវាចុះដេកទឹកវាក៏ល្អបងប្អូនប៉ុន្តែកូនជ្រូកនេះគឺតូចមិនតាន់អាចដេកទឹកបានមិនតាន់អាចឲ្យវាត្រូវទឹកតិចបានប៉ុន្តែបើត្រូវខ្លាំងដល់តែវាដេកត្រាំដេកអីវាមានបញ្ហារាកព្រោះអីវានៅអាយុវានៅខ្ចីហើយស្មើគ្នាល្អបងប្អូនជ្រូកនេះចិញ្ចឹមបែបនេះទៅក៏វាល្អម្យ៉ាងដែរបងប្អូនអ្នកដែលមានដីធំទុកដីទំនេរចូលដាក់របងប៉ត់ដាក់ខ្សែឆក់ហើយដាក់វានៅក្នុងនេះអាហ្នឹងវាចិញ្ចឹមតាមរបៀបធម្មជាតិយើងពីដើមមកបងប្អូនចាំរបៀបនេះ